ក្នុងកំណែតម្រង់មួយទៀតនៃសហរដ្ឋអាមេរិកប្រទេសនេះបានក្លាយទៅជាដែនដីអនាគតដ៏អាក្រក់មួយដែលគ្រប់គ្រងដោយរបបផ្ដាច់ការយោធាបុរសម្នាក់ដែលគេស្គាល់ថាលោក May the Matcher គឺជាអិសរាជជនដឹកនាំតែមួយគត់ទីបំផុតរបបនេះបានបង្កើតការប្រកួតដ៏សាហាវមួយដែលមានឈ្មោះថាដំណើរដ៏វែងដែលអ្នកឈ្នះនឹងទទួលបានកិត្តិយសទ្រព្យសម្បត្តិនិងបំណងប្រាថ្នាមួយយ៉ាងណាដែលពួកគេចង់បានព្រឹត្តិការណ៍ទាំងមូលត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាតិហើយសម្រាប់មនុស្សជាច្រើនវាគឺជាឱកាសតែមួយគត់ដើម្បីគេចចេញពីភាពក្រីក្រយុវជនសមាជិកជាច្រើនបានចូលឈ្មោះសម្រាប់ការប្រកួតនេះហើយការចាប់ឆ្នោតក៏បានជ្រើសរើសយកប៉ាបស៊ុបអ្នកដើម្បីចូលរួមកីឡាករតែមួយគត់មកពីរដ្ឋ Maine គឺ Ray ដែលត្រូវបានម្ដាយរបស់គេឈ្មោះ Ginny ជូនទៅកាន់ទីកន្លែងប្រកួតបរិយាកាសនៅក្នុងរថយន្តមានភាពតានតឹងយ៉ាងច្បាស់ហើយ Ginny ប្រាថ្នាឲ្យ Ray បដូរចិត្តឈប់ចូលរួមការប្រកួតបន្តែ Ray បានរំលឹកនាងថានេះមិនមែនជាការសម្រេចចិត្តរបស់ម្ដាយនោះទេពេលពួកគេមកដល់ទីតាំង Ginny បានអោប Ray យ៉ាងណែនហើយទប់ទឹកភ្នែកលែងបានខណៈពេលនាងលាគ្នាក្រោយមក Ray បានដើរចូលតាមខ្លោងទ្វារខាងមុខហើយបានជួបនឹង Peter ដែលមានភាពរួសរាយរាក់ទាក់ណាស់តាមពិតអ្នកចូលរួមភាគច្រើនហាក់ដូចជាមានភាពស្និទ្ធស្នាលហើយមួយសន្ទុះក្រោយមកពួកគេទាំងអស់គ្នាក៏នាំគ្នាជជែកគ្នាលេងយ៉ាងសប្បាយរីករាយអំឡុងពេលរងចាំការប្រកួតចាប់ផ្ដើម Curly នៅតែដើរចុះដើរឡើងខណៈព្យាយាមលាក់បាំងនៅភាពភ័យព្រួយរបស់គេនិងក្មេងៗផ្សេងទៀតបានកត់សម្គាល់ឃើញថាគេមើលទៅនៅក្មេងណាស់គេអះអាងថាខ្លួនមានអាយុ18ឆ្នាំប៉ុន្តែគ្មាននរណាម្នាក់ជឿនោះទេមិនយូរប៉ុន្មានលោកមេក៏បានមកដល់ហើយបានចាយផ្លាកដែកតូចមួយដែលមានលេខកំណត់ដល់ក្មេងប្រុសម្នាក់ដោយប្រាប់ពួកគេថាឥឡូវនេះពួកគេគឺជាបុរសពិតប្រាកដហើយបន្តមកលោកបានថ្លែងសុន្ទរខាដោយរំលឹកពួកគេថាដំណើរដ៏វែងនេះបានបង្កើតឡើងដើម្បីបំផុសគំនិតនិងបញ្ចូលឡើងវិញនៃតម្លៃនៃសិលធម៌ការងារនៅក្នុងប្រទេសដែលបានជួបការលំបាកផ្នែកហិរញ្ញវត្ថុតាំងពីក្រោយសង្គ្រាមមកម្ល៉េះលោកបានបន្តថាជារៀងរាល់ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍នេះមានការកើនឡើងនូវទិន្នផលផលិតកម្មដូច្នេះលោកមេពិតជាគិតថាការប្រកួតនេះមានប្រសិទ្ធភាពហើយបញ្ហារបស់ប្រទេសជាតិគ្រាន់តែជាភាពខ្ជិលច្រអូសប៉ុណ្ណោះខណៈពេលដែលលោកកំពុងនិយាយអ្នកចូលរួមត្រូវបានគេបំពាក់កង់ដៃដែលនឹងវាស់ស្ទង់ល្បឿនរបស់ពួកគេបន្ទាប់ពីនោះមកលោកក៏បានពន្យល់អំពីច្បាប់នៃការប្រកួតជាបន្តទៀតមនុស្សគ្រប់រូបត្រូវតែបន្តដើររហូតទាល់តែនៅសល់មនុស្សតែម្និតគត់ហើយគ្មានទីបញ្ចប់នោះទេពួកគេត្រូវរក្សាល្បឿន3ម៉ាយក្នុង1ម៉ោងប្រសិនបើពួកគេដើរយឺតជាងនេះពួកគេនឹងទទួលបានការព្រមានបើពួកគេនៅតែមិនអាចបង្កើនល្បឿនក្នុងរយៈពេល10វិនាទីនោះពួកគេនឹងទទួលបានការព្រមានមួយទៀតនៅពេលទទួលបានការព្រមានចំនួន3ដងពួកគេនឹងត្រូវបាញ់សម្លាប់ការដើរចេញទីផ្លូវថ្នល់នឹងត្រូវបាញ់សម្លាប់ភ្លាមដោយគ្មានការព្រមានលោកមេបានបញ្ចប់សុន្ទរអត្ថារបស់លោកដោយស្នើឲ្យអ្នកចូលរួមទាំងអស់ស្រែកហៅអបអរសាទររួចលោកក៏បាញ់កំភ្លើងឡើងលើដើម្បីប្រកាសបើកការប្រកួតជាផ្លូវការក្រុមយុវជនក៏ចាប់ផ្ដើមដើរហើយរថយន្តយោធាបានតាមពីក្រោយពួកគេដោយថតនៅអ្វីទាំងអស់តំបន់ជំវិញផ្លូវមានសភាពស្ងាត់ជ្រងំព្រោះហ្វូមនុស្សត្រូវបានអនុញ្ញាតឲ្យមកមើលតែត្រង់ចំណុចចុងក្រោយប៉ុណ្ណោះនៅពេលចាប់ផ្ដើមមានតែអ្នកដែលរស់នៅក្បែរផ្លូវប៉ុណ្ណោះដែលអាចចេញមកមើលបានប៉ូលីសម្នាក់បានលើកដៃគោរពនៅពេលក្រុមយុវជនដើរកាត់ហើយរ៉េដែលមានអារម្មណ៍ធុញថប់បានលើកម្រាមដៃកណ្ដាលដាក់កត់មុនពេលស្ដោះទឹកមាត់ចោលដំបូងឡើយគ្រប់គ្នាមានទឹកមុខមើងម៉ាត់ងឹងតាំងចិត្តប៉ុន្តែដល់បង្គោលគីឡូម៉ែត្រទី5យុវជនជាច្រើនបានចាប់ផ្ដើមជជែកគ្នា Stephen បានបន្ថយល្បឿនបន្តិចហើយក៏ទទួលបានការព្រមានភ្លាមដូច្នោះគេក៏បង្កើនល្បឿនឡើងវិញយុវជនផ្សេងទៀតឆ្ងល់ថាតើវាជាយុទ្ធសាស្ត្រដើម្បីសាកល្បងដែនកំណត់នៃច្បាប់ឬទេ Ray បង្ខំចិត្តឈប់ដើរព្រោះគេមានអារម្មណ៍ថាមានដុំថ្មជាប់ក្នុងស្បែកជើងហើយភ្លាមនោះទាហានក៏ចាប់ផ្ដើមផ្ដាការព្រមានដល់គេបន្ទាប់ពីការព្រមានលើកទី3ទាហានម្នាក់ត្រៀមបាញ់រួចជាស្រេចប៉ុន្តែ Ray ក៏ពាក់ស្បែកជើងវិញទាន់ពេលវេលាដើម្បីបន្តដំណើរទៅមុខយុវជនផ្សេងទៀតគិតថាគេជាមនុស្សល្ងងប៉ុន្តែ Ray អះអាងថាគេធ្វើដូច្នោះដើម្បីទទួលបានការសម្រាកខ្លះប៉ុណ្ណោះនៅបង្គោលគីឡូម៉ែត្រទី7យុវជនទាំងនោះនាំគ្នាជជែកគ្នាអំពីរង្វាន់អាធើបានទទួលស្គាល់ថាគេមកទីនេះគឺដើម្បីតែលុយប៉ុណ្ណោះប៉ុន្តែរ៉េបាននិយាយថាមានរឿងជាច្រើនទៀតដែលសំខាន់ជាងលុយយុវជនផ្សេងទៀតមានភាពងឿងឆ្ងល់ដូច្នោះរ៉េបានពន្យល់ដោយរៀបរាប់យ៉ាងវែងអនឡាញអំពីប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលបានធ្វើឲ្យពួកគេជឿថាពួកគេស្ម័គ្រចិត្តចូលរួមប៉ុន្តែតាមពិតទៅប្រព័ន្ធនេះបានធ្វើឲ្យពួកគេក្រីក្រនិងអស់សង្ឃឹមរហូតដល់ពួកគេគ្មានជម្រើសល្អជាងនេះទើបមកចូលរួមយុវជនខ្លះគិតថាវាមិនល្អទេនៅក្នុងការនិយាយអវិជ្ជមានអំពីដំណើរដ៏វែងនេះនៅចំពោះកាមេរ៉ាប៉ុន្តែ Peter ហាក់ចាប់អារម្មណ៍និងយល់ស្របថាពួកគេគួរតែប្រើប្រាស់លុយដើម្បីជួយមនុស្សបន្ទាប់មក Peter ក៏អ៊ុតបារីមួយដើម Hank បានព្រមានគេថាវាជាគំនិតអាក្រក់ប៉ុន្តែ Arthur ក៏សំចៃបារីជក់ដែរការលេងសើចរបស់ពួកគេត្រូវបានរំខានដោយ Richard ដែលដើរកាត់មុខពួកគេកំពុងកត់ត្រាឈ្មោះនិងលេខរបស់មនុស្សគ្រប់គ្នាព្រោះគេចង់សរសេរសៀវភៅអំពីដំណើរដ៏វែងដែលនឹងធ្វើឲ្យគេល្បីល្បាញក្រោយមក
Peter គិតថាវាជារឿងឈួតស្ទួយព្រោះបើសិនជាគេឈ្នះគេនឹងក្លាយជាអ្នកមាននិងល្បីល្បាញរួចទៅហើយក្រោយមកបន្តិចទៀត Kelly បានស្រែកយំដោយកាកឈឺចាប់ព្រោះគេរមួលក្រពះជើងហើយគេក៏ចាប់ដាំងដាវយឺតនិងទាហានបានព្រមានគេដូច្នោះ Ray បានជួយ Kelly ឲ្យដាវលឿនឡើងខណៈគេនិង Peter បន្តលើកទឹកចិត្តដល់ Kelly ដោយពាក្យសម្ដីមានកម្លាំងចិត្ត Kelly ព្យាយាមដាវទៅដោយខ្លួនឯងប៉ុន្តែការឈឺចាប់ខ្លាំងពេករហូតដល់គេដួលនៅដីផែបន្ទាប់ពីការព្រមានលើកទី3ទាហានម្នាក់ក៏បាញ់ Kelly ចំក្បាលការតក់ស្លុកនេះបណ្ដាលឲ្យ Ray ដាវយឺតហើយគេក៏ទទួលបានការព្រមានមួយផងដូច្នោះ Peter ក៏រុញ Ray ឲ្យដាវលឿនជាងមុនមួយសន្ទុះក្រោយលោកមេបានលើកចេញនៅផ្លូវហើយថ្លែងសុន្ទរកថាអំពី Kelly ដោយនិយាយថាសាមញ្ញម្នាក់បានដួលរលំហើយនឹងត្រូវចងចាំគេដោយក្តីព្រេចរណាចំពោះកម្លាំងក្លាហាន Ray បានសុំឲ្យទាហានម្នាក់បំពេញទឹកដាស់កំប៉ុងរបស់គេហើយក៏ប៉ះកំភៀងរបស់បុរសម្នាក់នោះផងក្នុងពេលដែលគេសុំទឹកទុកជាប្រភេទគត់នៅពេល Peter ត្រូវបត់ជើងតូចគេក៏ដាក់នំនៅកណ្ដាលភ្លើតែម្ដងនៅបង្គោលគីឡូម៉ែត្រទី17ពួកគេបានឃើញក្មេងស្រីម្នាក់នៅក្បែរផ្លូវកំពុងកាន់ផ្លាកសញ្ញានិងស្រែកលើកទឹកចិត្តឲ្យ Ray យុវជនភ្លេងគៀតបានលេងសើចនឹងគេព្រោះគេមានអ្នកគាំទ្រទោះបីជានាងនៅក្មេងពេកក៏ដោយភ្លាមយុវជនម្នាក់មានអាការៈប្រកាសហើយដួលនៅលើផ្លូវទាហានក៏ចាប់ផ្ដើមបដូរការព្រមានខណៈដែល Ray បានលត់រំលងគេហើយចំអកថាគេលុបបាំងបញ្ហាសុខភាពមិនយូរប៉ុន្មានទាហានក៏បាញ់សម្លាប់យុវជនឈឺនោះហើយ Ray បាននិយាយថាគ្រប់គ្នាគួរតែសប្បាយចិត្តហើយព្រោះបានបាត់បង់គូប្រជែងមួយហើយនៅបង្គោលគីឡូម៉ែត្រទី25 Ray បានចាប់ផ្ដើមរំខានយុវជនម្នាក់ដែលមានឈ្មោះថា Reng ដែលដំបងឡាយព្យាយាមមិនអើពើទោះជាយ៉ាងណាក៏ដោយនៅពេលដែល Ray ប្រមាថម្ដាយរបស់គេ Reng ក៏ខឹងហើយព្យាយាមដាញ់ Ray បានគេចរយពីការវាយប្រហារទាំងអស់ហើយ Reng ក៏ដួលទៅលើដីយ៉ាងខ្លាំងគេមិនអាចងើបឡើងទាន់ពេលវេលានិងទាហានក៏បាញ់សម្លាប់ Reng តែដែរយុវជនផ្សេងទៀតចាប់ផ្ដើមស្រែកដាក់ Ray និងបន្ទោស Ray ចំពោះអ្វីដែលបានកាត់ឡើងនិយាយថាពួកគេទន្ទឹងរង់ចាំដល់ពេលដែល Ray ត្រូវលុបបំបាត់ដែរក្រោយមកយុវជនម្នាក់ទៀតត្រូវទម្លាក់ខោដើម្បីបត់ជើងធំខណៈពេលកំពុងដើរទោះបីជាគេព្យាយាមបន្តដើរបណ្ណាក៏ដោយក៏គេនៅតែដើរយឺតហើយទាហានក៏បាញ់សម្លាប់គេដែរនៅបង្គោលគីឡូម៉ែត្រទី35លោកមេបានលើកជើងម្ដងទៀតដើម្បីអបអរសាទរពួកគេចំពោះការឈានដល់យប់ទី1ដោយប្រើពាក្យសម្ដីលើកទឹកចិត្តជាច្រើនដើម្បីពន្យល់ពួកគេថានេះជាពុភេកដើមដ៏ថ្លៃថ្នូរ Ray ចាប់ដើមងងុយដេកនិងយូបិលស្បិនអំពីម្ដាយរបស់គេទាហានបានផ្ដល់ការព្រមានដល់គេនៅពេលដែលគេដើរយឺតហើយ Peter ក៏ត្រូវដើរគេយុវជនទាំងនោះនាំគ្នាជជែកគ្នាអំពីគ្រួសាររបស់ពួកគេខណៈពេលដែលកំពុងដើរហើយ Ray បានបន្ថយល្បឿនអញ្ចេតនាម្ដងទៀតហើយដូច្នោះគេក៏ទទួលបានការព្រមានទី2 Ray បង្កើនល្បឿនប៉ុន្តែបន្ទាប់ពីដើរបានប៉ុន្មានជំហានគេក៏ជំភិកដនចោលនិងទទួលបានការព្រមានទី3ឥឡូវនេះគេត្រូវតែដើរដោយមិនមានកំហុសអស់រយៈពេល3ម៉ោងទើបអាចលាងជម្រះការព្រមានបាន Peter ព្យាយាមលើកទឹកចិត្តប៉ុន្តែ Ray មានការភ័យស្លន់ហើយក៏ខឹងសម្បារទៅលើ Peter និយាយថា Peter គ្រាន់តែសម្ដែងថាជាមនុស្សចេះខ្វល់ខ្វាយតែប៉ុណ្ណោះនៅពេលនោះក្រុមអ្នកចូលរួមក៏បានមកដល់ភ្នំចោតដែលធ្វើឲ្យការដើរកាន់តែពិបាកមិនយូរប៉ុន្មានគ្រប់គ្នាមានអារម្មណ៍នឿយហត់ហើយយុវជនជាច្រើនបានដួលដូច្នោះពួកគេក៏ត្រូវគេបាញ់សម្លាប់ Ray ព្យាយាមមិនអើពើទៅនឹងការស្លាប់នៅពីក្រោយគេប៉ុន្តែត្រូវតែដោះស្រាយទៅនឹង Ray ដែលជំអត់ទៅលើគេទីបំផុត Ray ក៏ចាប់ដើមដើរយឺតប៉ុន្តែ Peter ក៏ចាប់ទាន់គេពេលវេលាដើម្បីបន្តដំណើរទៅមុខនៅពេលព្រឹកឡើងក្រុមយុវជនបានមកដល់បង្គោលគីឡូម៉ែត្រទី56បន្ទាប់ពីមានអ្នកស្លាប់ជាច្រើននៅឯចំណោតកាលពីយប់មិញឥឡូវនេះនៅសល់អ្នកចូលរួមតែ18នាក់ប៉ុណ្ណោះនៅបង្គោលគីឡូម៉ែត្រទី67 Hank ស្ទើរតែទ្រាំមិនបាន Peter ព្យាយាមសាកសួរសុខទុក្ខគេប៉ុន្តែ Hank បានខឹងសម្បារហើយស្ដីបន្ទោស Peter ទៅវិញទន្ទឹមនឹងនោះ Richard ដែលដាវទាំងកជើងរមូលទីបំផុតក៏ចាប់ផ្ដើមដាវយឺតទៅតែហ៊ានបាំងព្រមានគេហើយ Ray ព្យាយាមលើកទឹកចិត្តឲ្យគេបន្តដំណើរប៉ុន្តែ Richard ទ្រាំលែងបានទៀតហើយក៏ដួលសម្លាប់តែហ៊ានម្នាក់បាញ់សម្លាប់គេចំក្បាលខណៈដែលក្មេង2នាក់កំពុងមើលនៅក្បែរនោះនៅពេលដំណើរដ៏វែងឈានដល់100ម៉ាល់លោកមេបានបង្ហាញខ្លួនម្ដងទៀតដើម្បីអបអរសាទរពួកគេយុវជនម្នាក់ព្យាយាមឆ្លៀតឱកាសគេចខ្លួនដោយរត់ចូលទៅក្នុងអគារមួយប៉ុន្តែទាហានក៏បាញ់សម្លាប់គេភ្លាមៗនៅបង្គោលគីឡូម៉ែត្រទី103យុវជនទាំងនោះពិភាក្សាគ្នាអំពីអ្វីដែលពួកគេនឹងធ្វើជាមួយបំណងប្រាថ្នារបស់ពួកគេហើយ Peter បាននិយាយថាគេនឹងស្នើសុំឲ្យមានអ្នកឈ្នះ2នាក់ជំនួសឲ្យអ្នក Ray ចង់ផ្លាស់ប្ដូរប្រព័ន្ធទាំងមូលប៉ុន្តែអ្នកផ្សេងបានចង្អុលបង្ហាញថាបំណងប្រាថ្នានោះมันអាចកែប្រែរដ្ឋាភិបាលដោយផ្ទាល់បានទេពួកគេមានការខកចិត្តដូច្នេះពួកគេក៏ចាប់ផ្ដើមជាប្រតិលោកមេនិងកែប្រកួតនៅពេលល្ងាចភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំង Ray ស្ទើរតែមិនអាចបើកភ្នែកបានដូច្នេះ Peter ក៏ជួយជ្រែងគេដែរនៅពេលព្រឹកពួកគេបានទៅដល់បង្គោលគីឡូម៉ែត្រទី144ហើយ Arthur ក៏ឈប់បត់ជើងធំទាហានបានព្រមានគេភ្លាមដូច្នេះគេត្រូវបន្តដំណើរទាំងមិនទាន់សម្រេចកិច្ចការយុវជនទាំងនោះបន្តជជែកគ្នាដើម្បីបំភ្លេចភាពនឿយហត់របស់ពួកគេដូច្នេះ Ray សម្រេចចិត្តប្រាប់ Peter ថាគេនឹងស្នើសុំឲ្យមានអ្នកឈ្នះ2នាក់ជំនួសឲ្យម្នាក់
រេចិនផ្លាស់ប្ដូរប្រព័ន្ធទាំងមូលប៉ុន្តែអ្នកផ្សេងបានចងល់បង្ហាញថាបំណងប្រាថ្នានោះមិនអាចកែប្រែរដ្ឋាភិបាលដៃផ្ទាល់បានទេនៅបង្គោលគីឡូម៉ែត្រទី170គ្មាននរណាម្នាក់មានអារម្មណ៍ចង់ជជែកគ្នាទេយុវជនម្នាក់ដែលមានជើងហូរឈាមទ្រាំលែងបានឲ្យអង្វរទាហានឲ្យជួយខណៈពេលគេព្យាយាមឡើងលើរទេះទាហានម្នាក់ក៏វាទម្លាក់គេភ្លាមហើយរទេះក៏កិនពីលើជើងគេនៅតែទទួលបានការព្រមានខណៈដែលគេស្រែកឈឺចាប់ហើយទីបំផុតក៏ត្រូវបាញ់សម្លាប់ចំក្បាលធៀបនេះបណ្ដាលឲ្យយុវជនម្នាក់ទៀតបាត់បង់ស្មារតីហើយគេក៏ដោះសម្លៀកបំពាក់រត់ចេញពីផ្លូវថ្នល់ដែលធ្វើឲ្យគេត្រូវបាញ់សម្លាប់ដែរហាងក៏ចាប់ផ្ដើមដឹងថាគេបានបាត់បង់ធ្មេញមួយហើយនៅពេលល្ងាចក្រុមយុវជនបានទៅដល់បង្គោលគីឡូម៉ែត្រទី211ហើយហាងស្ទើរតែមិនអាចឈរបានរៀបជាយាមលើកទឹកចិត្តគេប៉ុន្តែហាងអស់សង្ឃឹមហើយគេបានងើកទៅក្រោយហើយដើរទៅរកទាហាននៅក្នុងរថយន្តដែលធ្វើឲ្យគេត្រូវបាញ់សម្លាប់នៅកន្លែងកើតហេតុអាធើដែលសោកស្ដាយជាខ្លាំងរត់ទៅអបមិត្តភក្តិរបស់គេខណៈដែលគេកំពុងស្លាប់ហើយក៏ទទួលបានការព្រមានមួយដូច្នេះរេទ្រយទាញអាធើចេនដើម្បីជួយសង្គ្រោះគេនៅពេលព្រឹកខ្លាំងពួកគេបានទៅដល់បង្គោលគីឡូម៉ែត្រទី209ដែលនៅសល់យុវជនតែ6នាក់ប៉ុណ្ណោះពួកគេនឹកឃើញថាហែងមានប្រពន្ធហើយក៏យល់ព្រមថាអ្នកឈ្នះនឹងបរិច្ចាគប្រាក់រង្វាន់មួយចំនួនទៅដល់ប្រពន្ធហែងការសន្ទនារបស់ពួកគេមិនបានរាប់បញ្ចូល Gary ដែលចាប់ផ្ដើមមានអារម្មណ៍ឯកោ Gary បានដើរទៅជិតរេហើយបានលាតត្រដាងអាត់កំបាំងថាការស្លាប់របស់រេនៅតែតាមលងបន្លងគេតាំងពីពេលកើតហេតុមកហើយគេមិនដែលចង់ឲ្យយុវជននោះស្លាប់ទេ Gary បានសុំទោសប៉ុន្តែក៏ទន្ទិញថាវាមិនមែនជាកំហុសរបស់គេទេគេក៏បានសន្យាថានឹងបរិច្ចាគលុយទៅហែងដែរដូច្នេះក្រុមនេះក៏យកព្រមបញ្ចូលគេក្នុងក្រុមមិត្តភក្តិរបស់ពួកគេខណៈដែលពួកគេបន្តដើរទៅមុខ Gary ក៏និយាយរៀបរាប់យ៉ាងវែងអន្លែងអំពីស្ថានភាពនេះដោយសារតែគេមិនអាចទប់ទល់នឹងកំហុសក្នុងចិត្តបានបន្ទាប់ពីខាងដឹកញ៉ាំផ្សេងគេក៏ដើរទៅមុខហើយប្រើស្លាបព្រាចាក់ខ្លួនឯងទាហាននៅដែរទទួលបានការព្រមានហើយបាញ់សម្លាប់គេចំក្បាលដោយធម្មតានៅបង្គោលគីឡូម៉ែត្រទី260យុវជនទាំងនោះព្យាយាមលើកទឹកចិត្តគ្នាដោយការច្រៀងនៅថ្ងៃទី5ពួកគេបានទៅដល់បង្គោលគីឡូម៉ែត្រទី278ហើយបត់ចូលផ្លូវទៅកាន់ស្រុកកំណើតរបស់រេខូលីគិតថារេមានសំណាងព្រោះគេនឹងបានឃើញម្ដាយរបស់គេប៉ុន្តែរេគិតថាវាជាបណ្ដាសាទៅវិញទេព្រោះគេនឹងត្រូវចាកចេញពីនាងម្ដងទៀតនៅបង្គោលគីឡូម៉ែត្រទី286ពួកគេចាប់ផ្ដើមដើរកាត់ទីប្រជុំជនហើយស្បែកជើងកវ៉ែងរបស់រេក៏រហែកអាធើចង្អុលបង្ហាញថាតុល្យភាពមិនស្មើគ្នានឹងធ្វើឲ្យការដើរកាន់តែពិបាកដូច្នេះរេក៏ដោះស្បែកជើងទាំងពីរចេញដោយបង្ហាញថាជើងរបស់គេកំពុងហូរឈាមនៅពេលគេឃើញជីនីនៃក្បែរនោះរេទប់អារម្មណ៍មិនបានហើយក៏រត់ទៅព្យាយាមអោបនាងជីនីក៏ថយក្រោយហើយទទូចឲ្យគេនៅតែនៅលើផ្លូវខណៈពេល Peter ទាញរេត្រឡប់មកតាន់ពេលវេលាដើម្បីទប់ស្កាត់មិនឲ្យទាហានបាំងរេស្រ័យសំទោសចុងក្រោយទៅកាន់ម្ដាយដែលកំពុងយំរបស់គេខណៈដែលគេដឹងខ្លួនថាគេមិនប្រសើរជាងឪពុករបស់គេនោះទេនៅពេលដំណើរនេះបន្ត Peter បានប្រាប់រេថាអំពីគ្រួសាររបស់គេផ្ទាល់ឪពុកម្ដាយរបស់គេបានស្លាប់ក្នុងអំឡុងសង្គ្រាមហើយគេត្រូវបានបញ្ជូនទៅរស់នៅជាមួយពូរបស់គេដែលវាយគេរហូតដល់ស្លាប់នៅពេល Peter អាយុ10ឆ្នាំបន្ទាប់មក Peter ត្រូវរស់នៅលើដងផ្លូវដោយការលួចនិងការប្រយុទ្ធថ្ងៃមួយអំឡុងពេលប្រយុទ្ធគូប្រជែងរបស់គេបានកាប់មុខរបស់គេដោយកាំបិតហើយ Peter បានទៅដល់មន្ទីរពេទ្យគេបន្ទោសខ្លួនឯងចំពោះអ្វីដែលបានកើតឡើងនិងនៅថ្ងៃនោះគេបានសន្យាថានឹងស្វែងរកពន្លឺជានិច្ចទោះបីជាក្នុងក្រាដ៏ខ្មៅងងឹតបំផុតបើគេឈ្នះគេនឹងប្រើប្រាស់លុយដើម្បីជួយក្មេងកំព្រានៅបង្គោលគីឡូម៉ែត្រទី306 Stevens ចង្អុលបង្ហាញថាពួកគេមិនគួរជួយគ្នាទៀតទេបើមិនដូច្នោះទេការប្រកួតនេះនឹងមិនអាចទាន់ពេលវេលាឡើយញាក់ហ្វេងទៀតក៏យល់ស្របទោះបីជាវាធ្វើឲ្យពួកគេមានអារម្មណ៍ត្រកក៏ដោយនៅពេលដែលអាធើចាប់ផ្ដើមហូរឈាមច្រមុះញាក់ផ្សេងទៀតត្រូវធ្វើពុតជាមិនខ្វល់ស្ថានភាពនេះបណ្ដាលឲ្យខាយខិនសម្បាដូច្នេះគេក៏រត់ទៅមុខហើយលួចកំភ្លើងពីទាហានម្នាក់បាញ់សម្លាប់ទាហានមនុស្សយុវជនទាំងនោះមានការតក់ស្លុតជាខ្លាំងនៅពេលឃើញខាយត្រីទាហានបាញ់សម្លាប់ជាការសងសឹកខាយបានបដិសេធមិនព្រមឲ្យពួកគេយកសេចក្តីស្លាប់របស់គេដែរហើយក៏សម្លាប់ខ្លួនឯងមុនពេលពួកគេអាចបញ្ចប់ជីវិតរបស់គេនៅបង្គោលគីឡូម៉ែត្រទី324ការហូរឈាមច្រមុះរបស់អាធើកាន់តែអាក្រក់ទៅទៀត Peter និង Ray បានបោះបង់កិច្ចព្រមព្រៀងចោលហើយជួយគេដារប៉ុន្តែអាធើដឹងថាគេមិនមានពេលច្រើនទៀតទេគេបានអង្វរមិត្តភក្តិរបស់គេឲ្យយកសារករបស់គេទៅជូនយាយរបស់គេនៅពេលពួកគេឈ្នះអាធើក៏បានស្នើសុំឲ្យពួកគេកុំងាកក្រោយមុនពេលគេដើរចេញពីពួកគេហើយគេដើរទៅរកឡានដឹងស្រុងហើយទាហានក៏សម្លាប់គេយ៉ាងឆាប់រហ័សយប់មិញក៏បានចូលមកដល់នៅបង្គោលគីឡូម៉ែត្រទី326អ្នកចូលរួមទាំង3នាក់បានឆ្លងកាត់ស្ពានខណៈដែលលោកមេបន្តនិយាយទៅកាន់ពួកគេរេមានអារម្មណ៍ធុញធាប់ហើយចាប់ផ្ដើមជេរប្រមាថលោកមេប៉ុន្តែលោកមេមិនខ្វល់ឡើយ
លោកគិតថាទាំងនោះគឺជាសុភវៈនៃការឃុំខាត់មនុស្សដែលអ្នកឈ្នះត្រូវការ Stevens បានឆ្លៀតឱកាសលាតដណ្ដើងថាគេគឺជាកូនប្រុសខុសច្បាប់ម្នាក់ក្នុងចំណោមកូនប្រុសខុសច្បាប់ជាច្រើននិងបំណងប្រាថ្នារបស់គេគឺចង់រស់នៅក្នុងផ្ទះឪពុករបស់គេប៉ុន្តែគេមានអារម្មណ៍ថាសារីរាង្គកាយរបស់គេកំពុងខានហើយគេចង់ឲ្យរឿងនេះបញ្ចប់ទៅហើយ Stevens បាននិយាយថាវាជាកិត្តិយសមួយដែលបានដើរជាមួយពួកគេហើយគេសប្បាយចិត្តដែលអ្នកឈ្នះនឹងក្លាយទៅជា Peter ឬ Ray បន្ទាប់មកគេក៏ឈប់ដើរហើយទាហានក៏បាញ់សម្លាប់គេដោយឪពុករបស់គេមិនមានការខ្វល់ខ្វាយអ្វីឡើយមួយសន្ទុះក្រោយមកភ្លៀងក៏ចាប់ផ្ដើមធាងទៅ Ray សារភាពថាគេធ្លាប់ខ្លាចស្លាប់បន្ទាប់ពីបានឃើញយុវជនជាច្រើនស្លាប់គេលែងខ្លាចទៀតហើយព្រោះពេលនេះមានសារៈសំខាន់ណាស់នៅបង្គោលគីឡូម៉ែត្រទី331ផែអាដាគូនេះបានទៅដល់ទីក្រុងមានហូមជនស្រែកហូអបអសាទរពួកគេ Peter បានឈប់ហើយនិយាយថាគេចង់ចុះចាញ់ដើម្បីឲ្យ Ray អាចជួបជុំជាមួយម្ដាយរបស់គេវិញប៉ុន្តែ Ray បានបដិសេធហើយបញ្ចេញគេដើរទៅមុខ Peter ក៏ដើរទៅមុខដោយមិនដឹងថា Ray បានឈប់ដើរនៅពីក្រោយគេនោះទេមិនយូរប៉ុន្មានទាហានក៏បាញ់សម្លាប់ Ray ហើយ Peter ព្យាយាមត្រឡប់មករកគេវិញប៉ុន្តែដោយសារគេជាអ្នកឈ្នះទាហានក៏អូសគេចេញ Ray ប្រាប់ Peter ថាគេស្រឡាញ់ Peter ហើយសុំទោសម្ដាយរបស់គេមុនពេលលោកមេលោតចេញមុខដើម្បីបាញ់គ្រាប់ចុងក្រោយដែលសម្លាប់ Ray ហូមជនបានស្រែកហូអបអសាទរហើយកំជូសក៏បាញ់ពេកចិត្តយ៉ាងខ្លាំងលោកមេបានអបអសាទរ Peter ហើយសួររកបំណងប្រាថ្នារបស់គេ Peter បាននិយាយថាគេចង់បានកំភ្លើងរបស់ទាហានម្នាក់ដើម្បីឲ្យគេអាចទុកវាជានិមិត្តសញ្ញានៃការជ័យជំនះរបស់គេសម្រាប់កូនរបស់គេនៅអនាគតទាហានមានអាការៈប្រុងប្រយ័ត្នប៉ុន្តែលោកមេបានប្រាប់ពួកគេថាឲ្យធ្វើតាមបំណងប្រាថ្នារបស់គេទៅព្រោះ Peter ជាមនុស្សល្អដរាបណាដែល Peter ចាប់យកកំភ្លើងភ្លាមគេក៏បែរកំភ្លើងទៅកាន់លោកមេដែលព្យាយាមលង្លោមគេហើយរំលឹកគេថាមានកិត្តិយសនិងទ្រព្យសម្បត្តិ Peter ដែលកំពុងយំក៏ឆ្លើយតបថានេះសម្រាប់ Ray មុនពេលបាញ់សម្លាប់លោកមេនៅកន្លងកើតហេតុតែម្ដងបន្ទាប់មកគេក៏រំលឹកកំភ្លើងហើយដើរចេញទៅ